ភាពជោគជ័យជាអ្វីដែលមនុស្សគ្រប់គ្នាចង់បានហើយប្រកាសណាស់ថាគ្មានអ្នកណាចង់ជួបចង់ស្គាល់ឬចង់ឲ្យបរាជ័យនោះឡើយប៉ុន្តែគ្រប់កិច្ចការដែលទទួលបានជោគជ័យវាតែងតែកើតឡើងបានដោយសារការធ្លាប់បរាជ័យជាច្រើនលើកច្រើនសារលោក Michael Jordan ដែលជាកំពូលកីឡាករអាមេរិកនិយាយថាខ្ញុំបរាជ័យម្ដងហើយម្ដងទៀតហេតុផលនេះហើយដែលឲ្យខ្ញុំទទួលបានជោគជ័យរីឯលោក Winston Churchill ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងសម័យសង្គ្រាមលោកលើកទី2ក៏បានផ្ដល់ទស្សនៈទាក់ទងនឹងការដែលអាចទទួលបានជោគជ័យនេះដែរថាភាពជោគជ័យគឺជាសមត្ថភាពដែលអាចធ្វើដំណើរពីបរាជ័យមួយទៅកាន់បរាជ័យមួយទៀតវាប្រកាសណាស់ថាដើម្បីអាចសម្រេចកិច្ចការអ្វីមួយគឺត្រូវទាមទារការអត់ធ្មត់តស៊ូឆ្លងកាត់ការបរាជ័យជាច្រើនលើកទម្រាំនឹងទទួលបានជោគជ័យគ្មានអ្នកណាម្នាក់ដែលមិនធ្លាប់ស្គាល់ការបរាជ័យនោះឡើយលុះត្រាតែមិនធ្វើអ្វីទៅទេសោះទើបមិនដែលឆ្លងកាត់ការបរាជ័យគ្មានអ្នកណាចង់ឲ្យកិច្ចការដែលខ្លួនឯងធ្វើមិនបានសម្រេចឬមិនជោគជ័យនោះទេប៉ុន្តែបើយើងមិនបានធ្លាប់ឆ្លងកាត់ការបរាជ័យយើងក៏មិនបានជាបទពិសោធន៍នោះដែរបទពិសោធន៍នៃការបរាជ័យនៅរឿងដែលខ្លួនធ្វើវាគឺជាមេរៀនដ៏ល្អសម្រាប់យើងសិក្សារៀនសូត្រពីវាដើម្បីកុំឲ្យមានកំហុសបែបហ្នឹងម្ដងទៀតបើយើងមិនសាកយើងធ្វើមិននឹងដឹងថាផ្លូវហ្នឹងវិធីសាស្ត្រហ្នឹងធ្វើទៅអាចជោគជ័យឬអត់នោះហើយបើសាកល្បងហើយវាមិនជោគជ័យហើយណាយើងក៏បានជាបំណិនជីវិតដ៏ល្អសម្រាប់ខ្លួនហើយណាក៏បានជាមេរៀនពីវាសម្រាប់ឲ្យយើងដឹងថាផ្លូវហ្នឹងវិធីសាស្ត្រហ្នឹងធ្វើទៅមិនកើតដូចនេះយើងត្រូវរកផ្លូវថ្មីក្នុងការធ្វើវាម្ដងទៀត